ការលែងលេះអ្វីទៅជាការលែងលេះគឺជាការរំលាយទំនាក់ទំនងអាពាហ៍ពិពាហ៍ដែលធ្លាប់មានជាមួយបុគ្គលដែលជាសហព័ន្ធប្តីប្រពន្ធអានុភាពនៃការរំលាយអាពាហ៍ពិពាហ៍ធ្វើឲ្យករណីកិច្ចប្តីប្រពន្ធរួចផុតពីការរួមរស់នៅជាមួយគ្នាសហការគ្នានិងជួយសង្គ្រោះគ្នាទៅវិញទៅមកក្រោយពីលែងលេះគ្នាសហព័ន្ធអាចរៀបអាពាហ៍ពិថ្មីទៀតបានមាត្រា965 និងមាត្រា949ការលែងលេះមានពីររបៀបយោងតាមក្រមរដ្ឋវេណីមានពីររបៀបដែលបានអនុវត្តពេលបច្ចុប្បន្នការលែងលេះតាមការព្រមព្រៀងមាត្រា979ការលែងលេះតាមបណ្ដឹងមាត្រា978តាមច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារឆ្នាំ1989មាន3របៀបដោយការព្រមព្រៀងដោយសន្ធានកម្មដោយតុលាការចេញសាលក្រមក្នុងចំណោមវិធីនៃការលែងលេះទាំងអស់មានតែការលែងលេះតាមការព្រមព្រៀងទេមិនចាំទៅតុលាការប៉ុន្តែនៅក្នុងប្រព័ន្ធច្បាប់កម្ពុជាបានទទួលស្គាល់ការលែងលេះតាមការព្រមព្រៀងដោយការអនុវត្តច្រើនតាមផ្លូវតុលាការការលែងលេះតាមការព្រមព្រៀងកំណត់តាមការព្រមព្រៀងមកធ្វើជាមូលហេតុលែងលេះនីតិវិធីអនុវត្តតាមច្បាប់ស្តីពីនីតិវិធីនៃរឿងក្តីរដ្ឋវេណីដែលមិនមែនជាបណ្ដឹងជាដីកាសម្រេចការលែងលេះតាមបណ្ដឹងកំណត់តាមមូលហេតុដែលបញ្ញត្តិនៅក្នុងមាត្រា978មួយជាមូលហេតុនៃការលែងលេះនីតិវិធីអនុវត្តតាមច្បាប់ស្តីពីនីតិវិធីបណ្ដឹងទាក់ទងនឹងឋានៈបុគ្គលជាសាលក្រមសូមគោរពអរគុណ